នេះគឺជាមន្ទីរពេទ្យដេជោសែនក៏ធំដែលជាមន្ទីរពេទ្យមួយដែលជួយទៅដល់ប្រជាពលរដ្ឋនៅក្នុងការព្យាបាលជំងឺជាច្រើនអ្នកផងដែរហើយក៏ជាមន្ទីរពេទ្យមួយដែលធំជាងគេនៅប្រចាំស្រុកផងដែរដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ21ចម្ងាយ65គីឡូម៉ែត្រពីរាជធានីភ្នំពេញដែលស្ថិតនៅក្នុងភូមិកំពង់ស្វាយក្រោមឃុំព្រៃថ្មីស្រុកកោះធំខេត្តកណ្ដាលមន្ទីរពេទ្យដេជោសែនកោះធំមានឈ្មោះដើមថាមន្ទីរពេទ្យបង្អែកស្រុកកោះធំដែលមានប្រវត្តិដូចតទៅមន្ទីរពេទ្យបង្អែកស្រុកកោះធំចាប់ផ្ដើមដំណើរការក្រោយថ្ងៃរំដោះ7មករាឆ្នាំ1979ដែលបានផ្ដល់សេវាដូចជាពិគ្រោះនិងព្យាបាលជំងឺទូទៅជំងឺកុមារសម្ភពរោគស្ត្រីជំងឺវះកាត់ជំងឺរបេងជាដើមហើយបន្ទាប់មកក៏នៅក្នុងឆ្នាំ1997មន្ទីរពេទ្យក៏បានប្តូរឈ្មោះពីមន្ទីរពេទ្យបង្អែកស្រុកកោះធំមកជាមន្ទីរពេទ្យបង្អែកកោះធំហើយមន្ទីរពេទ្យបង្អែកកោះធំដែលមានសេវាកម្មដូចជាពិគ្រោះជំងឺទូទៅជំងឺកុមារកាមរោគអេដទឹកនោមផ្អែមលើសឈាមនិងជំងឺសម្រាករួមមានសេវាវះកាត់ព្យាបាលជំងឺទូទៅជំងឺកុមារសម្ភពរោគស្ត្រីជំងឺរបេងព្រមទាំងព្យាបាលជំងឺឆ្លងហើយជាក់ស្ដែងនៅក្នុងឆ្នាំ2021កន្លងផុតទៅនៅពេលដែលមានផ្ទុះជំងឺរីករាលដាលជាសកលដែលជាជំងឺ COVID-19 មន្ទីរពេទ្យនេះក៏មានភារកិច្ចចូលរួមយ៉ាងសកម្មនៅក្នុងការព្យាបាលជំងឺ COVID-19 ផងដែរហើយបន្តមកទៀតក៏នៅចុងឆ្នាំ2021ដោយពិនិត្យឃើញថាមន្ទីរពេទ្យមានសភាពទ្រុឌទ្រោមតូចចង្អៀតពិបាកនៅក្នុងការផ្តល់សេវាឯកឧត្តមសុនចន្ទថលឧបនាយករដ្ឋមន្ត្រីអនុប្រធានទី1នៃក្រមប្រឹក្សាអភិវឌ្ឍកម្ពុជាដែលជាអតីតទេសរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនដែលជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកោះធំរួមជាមួយនឹងឯកឧត្តមសាស្ត្រាចារ្យឈៀងរ៉ារដ្ឋមន្ត្រីក្រសួងសុខាភិបាលដែលជាអតីតអគ្គនាយកមន្ទីរពេទ្យកាឡាម៉ែតជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកោះធំបានរួមគ្នាព្រួយផ្ដើមកសាងមន្ទីរពេទ្យបង្អែកកោះធំសារជាថ្មីដោយសុំសិទ្ធិប្រសិទ្ធនាមឈ្មោះដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលដាក់ឈ្មោះថាមន្ទីរពេទ្យដេជោសែនកោះធំដែលមន្ទីរពេទ្យថ្មីនេះឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងដែលសមស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនិងចក្ខុវិស័យសម្រាប់អភិវឌ្ឍជាតិរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលលោកបានគិតគូរយកចិត្តទុកដាក់ទៅលើសុខទុក្ខសុខភាពនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋហើយមន្ទីរពេទ្យដេជោសែនកោះធំក៏បានចាប់ផ្ដើមសាងសង់នៅថ្ងៃទី7មករាឆ្នាំ2022និងបញ្ចប់នៅគម្រោងសាងសង់នៅថ្ងៃទី20ខែមិថុនាឆ្នាំ2023ដែលមានរយៈពេល18ខែនិង13ថ្ងៃទំហំផ្ទៃដីនៃការសាងសង់គឺមានទំហំ 14,700 ម៉ែត្រក្រឡានិងទំហំផ្ទៃអគារសរុប 12,544.8 ម៉ែត្រក្រឡាដែលនៅក្នុងនោះគឺមានអគារសរុបចំនួន3ហើយមន្ទីរពេទ្យគឺសាងសង់ឡើងបានដោយការទ្រទ្រង់ដោយថវិកាផ្ទាល់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រីសុនចន្ទថលដែលបានផ្ដើមគំនិតចាត់ចែងសាងសង់និងអំពាវនាវអំណោយពីសប្បុរសជនក្នុងនិងក្រៅប្រទេសសរុបចំនួន$10,25,000អាមេរិកនិងជំនួយបច្ចេកទេសស្ថាបត្យកម្មប្លង់សាងសង់តាមនិយមអន្តរជាតិដោយក្រុមការងារមន្ទីរពេទ្យកាឡាម៉ែតចំពោះការបែងចែកអគារនិងមុខងារអគារទី1គឺជាអគារដែលមានរាងអក្សរ U កម្ពស់3ជាន់និងជាកន្លែងផ្ដល់សេវាវិទ្យាសាស្ត្រចម្បងផ្នែកសំខាន់រួមមានផ្នែកសង្គ្រោះបន្ទាន់ពិគ្រោះជំងឺទូទៅជំងឺឯកទេសដូចជាធ្មេញភ្នែកច្រមុះត្រចៀកបំពង់កហើយក៏មានសម្ភពវះកាត់ឱសថស្ថាននិងផ្សេងទៀតចំណែកអគារទី2គឺសម្រាប់ផ្ដល់សេវាជំងឺឆ្លងព្រមទាំងមានកន្លែងរង់ចាំរោងជាងបោកគក់និងជួសជុលសម្ភារៈពេទ្យនៅជាន់ផ្ទាល់ដីរីឯអគារទី3គឺសម្រាប់ប្រើប្រាស់អន្តេវាសិកដែលជាកន្លែងស្នាក់នៅសម្រាប់គ្រូពេទ្យស្ម័គ្រចិត្តនិងមានអាហារដ្ឋាននៅជាន់ខាងក្រោមផងដែរហើយមន្ទីរពេទ្យដេជោសែនកោះធំបើកឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី13ខែមីនាឆ្នាំ2024ហើយកាលពីដំបូងមន្ទីរពេទ្យដេជោសែនកោះធំចាប់ផ្ដើមសម្ពោធភ្លាមគឺនៅក្នុងឆ្នាំ2024ដែលនៅក្នុងនោះមន្ត្រីរាជការសរុបចំនួន95នាក់ប៉ុន្តែបច្ចុប្បន្នស្របទៅតាមតម្រូវការអ្នកជំងឺតម្រូវការជាក់ស្ដែងគឺមានមន្ត្រីធ្វើការនៅក្នុងមន្ទីរពេទ្យចំនួន141នាក់នៅក្នុងនោះគឺស្រីមានចំនួន84នាក់ហើយនៅក្នុងមន្ទីរពេទ្យដេជោសែនកោះធំក៏មានបំពាក់នៅឧបករណ៍ទំនើបសម្រាប់ព្យាបាលជំងឺផ្សេងព្រមទាំងមានចន្ទាយន្តនៅក្នុងនោះថែមទៀតផងសម្រាប់បងប្អូនប្រជាពលរដ្ឋមកទទួលសេវាកម្មឲ្យបានភាពងាយស្រួលផងដែរហើយជាទីបញ្ចប់ក៏សូមអរគុណយ៉ាងជ្រាលជ្រៅបំផុត
ចំពោះរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ព្រមទាំងសប្បុរសជនដែលតែងតែមានការគិតគូរនិងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ចំពោះសុខុមាលភាពនិងអាយុជីវិតប្រជាពលរដ្ឋតាមរយៈការខិតខំប្រឹងប្រែងនិងការយកចិត្តទុកដាក់ទាំងនេះហើយទើបធ្វើឲ្យមន្ទីរពេទ្យដ៏ធំទំនើបមួយនេះលេចជារូបរាងឡើងដើម្បីបម្រើប្រយោជន៍សាធារណៈជួយសង្គ្រោះអាយុជីវិតនិងផ្ដល់នូវសេវាសុខាភិបាលប្រកបដោយគុណភាពខ្ពស់ជូនប្រជាពលរដ្ឋជាទីស្រឡាញ់ផងដែរ